បាទជំរាបសួរដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូនេះជាវីដេអូទី2ដែលបន្តអំពីវីដេអូមុនដែលខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីទម្រង់របស់ថ្នាំពុលកសិកម្មហើយនេះគឺជាទម្រង់របស់ថ្នាំពុលកសិកម្មដែលជាទម្រង់ចុងក្រោយដែលខ្ញុំបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយទម្រង់របស់យើងបន្តថ្ងៃនេះគឺយើងនិយាយអំពីទម្រង់ក្របជាទូទៅថ្នាំកសិកម្មវាមានទម្រង់3ទាំងអស់វាមានទម្រង់ទឹកទម្រង់ម្សៅហើយនិងទម្រង់ក្របហើយទម្រង់ទឹកនិងទម្រង់ម្សៅគឺខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនហើយរួចហើយថ្ងៃនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីទម្រង់ក្របដែលជាវីដេអូចុងក្រោយហ្នឹងគឺហើយក៏ជាទម្រង់ចុងក្រោយផងដែរនៅក្នុងទម្រង់ក្របនេះវាបែងចែកជា2ទម្រង់ទី1វាមាន WDG ឬក៏ WG ជាទូទៅគឺពុកម៉ែបងប្អូនទាំងអស់គ្នាកុំមានការយល់ច្រឡំថាWDG ឬក៏ WG ហ្នឹងវាខុសគ្នាឬក៏ដូចគ្នាជាទូទៅគឺ WDG និង WG វាដូចតែគ្នាទេតោះតែត្រង់ថានៅក្នុងកញ្ចប់ថ្នាំឬក៏សបកថ្នាំមួយរបស់ក្រុមហ៊ុនខ្លះគឺគាត់ដាក់ WG ហើយក្រុមហ៊ុនខ្លះទៀតគឺគាត់ដាក់ WG ហើយបើនិយាយអំពីក្របឬក៏ប្រភេទថ្នាំវាដូចតែគ្នានឹងវាជាប្រភេទក្របស្ងួតតូចហើយក្របស្ងួតតូចនេះវាឆាប់រលាយក្នុងទឹកផងដែរហើយទៅពេលយើងបាញ់ឬយើងប្រើប្រាស់ទៅគឺវាអត់មានការប៉ះពាល់ទៅដល់ដំណាំនោះទេហើយមួយទៀតទម្រង់ទី2នេះគឺជាប្រភេទទម្រង់ G វាជាប្រភេទក្របប៉ុន្តែវាក្របរឹងហើយបើនិយាយអំពីការរលាយក្នុងទឹកគឺវារលាយរៀងយឺតជាងទម្រង់ WDG ឬក៏ WG ហ្នឹងហើយនេះគឺជាទម្រង់ក្របវាមាន2ហ្នឹងដែលជាទូទៅមានប្រភេទថ្នាំទាំងអស់ដែលលក់នៅលើទីផ្សារវាមាន2ទម្រង់ហ្នឹងដែលខ្ញុំតែងតែនិយមឃើញនៅលើទីផ្សារវាមាន WDG WG ហើយនឹងឬក៏ WG ហ្នឹងឬក៏ហើយនឹងមួយទៀតនេះគឺ WG ហើយសរុបមកទម្រង់ថ្នាំទាំងទម្រង់ទាំង3ប្រភេទទម្រង់ទឹកទម្រង់ក្របនិងទម្រង់ម្សៅវាមានទម្រង់មួយចំនួនដែលជាប្រភេទថ្នាំដែលយើងប្រើប្រាស់ទៅវាមានសុវត្ថិភាពខ្ពស់សម្រាប់ដំណាំហ្នឹងគឺទម្រង់SC ទម្រង់ SL ទម្រង់ WP WDG ឬក៏ WG ហ្នឹងវាជាប្រភេទទម្រង់ថ្នាំដែលយើងប្រើប្រាស់ទៅវាអត់មានការប៉ះពាល់ទៅដល់ដំណាំនោះទេហើយនេះគឺជាវីដេអូដែលខ្ញុំបង្ហាញអំពីទម្រង់ថ្នាំកសិកម្មដែលពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងគឺអាចយកទៅអនុវត្តបានឬក៏យើងរៀនសង្កេតមើលទៅនៅពេលយើងប្រើប្រាស់ថ្នាំកសិកម្មហ្នឹងគឺសង្កេតមើលទម្រង់ថ្នាំនៅតាមដបថ្នាំហ្នឹងដែលគេដាក់នៅចិត្តសារធាតុសកម្មថ្នាំហ្នឹងនៅចុងហ្នឹងប្រមាណភាគរយហើយវាមានទម្រង់អីគេហ្នឹងគឺពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាឃើញទម្រង់ថ្នាំទាំង3ហ្នឹងទាំងទម្រង់ទឹកទម្រង់ម្សៅនិងទម្រង់ក្របហើយពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែស្វែងយល់ឲ្យច្បាស់ថាតើទម្រង់ទឹកមួយណាដែលវាប្រើប្រាស់ទៅវាមិនប៉ះពាល់ដល់ដំណាំហើយទម្រង់ទឹកមួយណាទៅដែលយើងប្រើប្រាស់ទៅវាមានការប៉ះពាល់ដល់ដំណាំហើយជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ហើយក៏ពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីផងដែរសូមអរគុណ